រឿងផ្កាអង្គារបោះស្វេតមន្តកាលពីព្រេងនាយមានភូមិតូចមួយលាក់ខ្លួននៅក្នុងព្រៃជ្រៅក្បែរជើងភ្នំនៅក្នុងភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះរិទ្ធិស័ក្តិដែលមានចិត្តសប្បុរសនិងឧស្សាហ៍ព្យាយាមណាស់រិទ្ធិស័ក្តិតែងតែទៅកាប់អុសនិងរកផ្លែឈើនៅក្នុងព្រៃរាល់ថ្ងៃដើម្បីចិញ្ចឹមម្ដាយរបស់គេថ្ងៃមួយពេលដែលរិទ្ធិស័ក្តិដើរចូលទៅក្នុងព្រៃកាន់តែជ្រៅគេបានប្រទះឃើញដើមអង្គារបោះមួយដើមដែលមិនដែលឃើញពីមុនមកដើមនេះខ្ពស់ត្រដែតត្រដឹមហើយមានផ្កាពណ៌មាសចាញ់ចាំងភ្លឺប្លែកៗខុសពីផ្កាអង្គារបោះធម្មតានៅពេលដែលរិទ្ធិស័ក្តិឈរមើលស្រាប់តែមានសត្វកង្អោកដ៏ស្រស់ស្អាតមួយហើរចុះមកក្បែរដើមនោះកង្អោកនោះចេះនិយាយបានវាបាននិយាយទៅកាន់រិទ្ធិស័ក្តិថារិទ្ធិស័ក្តិកូនគឺជាមនុស្សមានចិត្តស្អាតស្អំផ្កាអង្គារបោះនេះជាផ្កាវេទមន្តបើកូនបេះផ្កាមួយហើយយកទៅដាំក្បែរផ្ទះរបស់កូនរាល់ពេលដែលផ្កានោះរីកប្រាជ្ញាកូននឹងកើនឡើងមួយកម្រិតហើយផ្ទះរបស់កូននឹងមានសេចក្តីសុខរិទ្ធិស័ក្តិបានអរគុណកង្អោកហើយបានបេះផ្កាអង្គារបោះពណ៌មាសតែមួយប៉ុណ្ណោះហើយយកទៅដាំក្បែរខ្ទមរបស់ខ្លួនដំបូងផ្កានោះមិនទាន់រីកភ្លាមទេរិទ្ធិស័ក្តិនៅតែខិតខំធ្វើការដោយសពដងតែគេតែងតែស្រោចទឹកនិងខែទាំផ្កាអង្គារបោះនោះដោយក្តីស្រឡាំងពីថ្ងៃក្រោយមកផ្កានោះក៏រីកស្គុះស្កាយចាប់តាំងពីថ្ងៃនោះមករិទ្ធិស័ក្តិចាប់ផ្ដើមចេះគិតគូរបានល្អិតល្អន់និងមានគំនិតឆ្លាតវៃក្នុងការងាររបស់គេចេះរកកន្លែងដែលសម្បូរអុសនិងផ្លែឈើជាងមុនហើយចេះវិធីធ្វើឲ្យដំណាំរបស់គេលូតលាស់បានផលច្រើនគេក៏ចេះជួយដោះស្រាយបញ្ហាផ្សេងៗនៅក្នុងភូមិរហូតធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរពេលដែលផ្កាអង្គារបោះរីកម្ដងទៀតមិនត្រឹមតែរិទ្ធិស័ក្តិនៅបានផលទេភូមិទាំងមូលក៏មានភាពរីកចម្រើននិងសាមគ្គីគ្នាផងដែរដោយសារតែប្រាជ្ញានិងការដឹកនាំរបស់រិទ្ធិស័ក្តិ